trading vs investing តើផ្លូវមួយណាដែលនាំយើងទៅរកសេរីភាពហិរញ្ញវត្ថុពិតប្រាកដសួស្តីបងប្អូនអ្នកនរខ្ញុំគឹមសៀមកពី SA Community នៅក្នុងទីផ្សារហិរញ្ញវត្ថុបងប្អូនតែងតែលើពាក្យពីរដែលគេប្រើច្រឡំគ្នាគឺការជួញដូរ trading និងការវិនិយោគ investing ដោយដែលមហាសេដ្ឋីលោក Warren Buffett តែងតែផ្ដល់ដំបូន្មានដល់វិនិយោគិនទូទៅថាភាពខុសគ្នារវាងអ្នកទាំងពីរគឺស្ថិតលើចក្ខុវិស័យនិងពេលវេលាហើយបញ្ជាក់ខ្លឹមសារនេះគឺជាការចែករំលែកចំណេះដឹងមិនមែនជាយោបល់ហិរញ្ញវត្ថុទេសូមបងប្អូនធ្វើការសិក្សាស្រាវជ្រាវឲ្យច្បាស់មុននឹងវិនិយោគហើយថ្ងៃនេះខ្ញុំនឹងមកបកស្រាយស៊ីជម្រៅពីតក្កវិជ្ជាដែលនៅពីក្រោយយុទ្ធសាស្ត្រទាំងពីរនេះដើម្បីឲ្យបងប្អូនដឹងថាខ្លួនឯងស័ក្តិសមនឹងផ្លូវមួយណាជាដំបូងបើសិនជាយើងតាមបែប Warren Buffett យើងមកមើលពីពិភពនៃការវិនិយោគឬយើងហៅថា investing មូលហេតុដែលលោក Warren Buffett ទទួលបានជោគជ័យមហាសាលគឺដោយសារគាត់ផ្ដោតលើតម្លៃពិតនៃទ្រព្យសកម្មជាជាងការមើលក្រាបឡើងចុះជាប្រចាំតែការវិជានៅពីក្រោយការវិនិយោគគឺចាត់ទុកខ្លួនឯងគឺជាម្ចាស់អាជីវកម្មបងប្អូនទិញកាក់ Bitcoin ឬភាគហ៊ុនក្រុមហ៊ុនណាមួយព្រោះបងប្អូនជឿជាក់លើបច្ចេកវិទ្យានិងអនាគតរបស់វារួចកាន់កាប់វាទុកក្នុងរយៈពេលវែងរាប់ឆ្នាំឬរាប់ទសវត្សរ៍ហើយចំណុចបន្ទាប់នោះគឺមកស្វែងយល់អំពីការ trading ឬយើងហៅថាការជួញដូរហ្នឹងខុសពីការវិនិយោគការជួញដូរគឺការទាញយកប្រយោជន៍ពីការបម្រែបម្រួលតម្លៃក្នុងរយៈពេលខ្លីមូលហេតុដែល trader អាជីពប្រើប្រាស់ការវិភាគបច្ចេកទេសឬ TA ដើម្បីស្វែងរកឱកាសចំណេញក្នុងរយៈពេលប្រមាណនាទីប្រមាណម៉ោងឬប្រមាណថ្ងៃនោះដោយសារលោសីនៃការជួញដូរគឺការមើលពីចិត្តសាស្ត្រមហាជនតាមរយៈ candlestick និងរចនាសម្ព័ន្ធទីផ្សារ trader មិនខ្វល់ថាទ្រព្យនោះមានតម្លៃពិតប្រមាណក្នុងរយៈពេល10ឆ្នាំទៀតទេសំខាន់គឺតើថ្ងៃនេះវាឡើងឬវាចុះដើម្បីពួកគេអាចរកប្រាក់ពីទីផ្សារបានភ្លាមចំណុចមួយទៀតដែលបងប្អូនត្រូវដឹងពីសម្ពាធផ្លូវចិត្តនៃផ្លូវទាំងពីរនេះគឺទី1ចិត្តសាស្ត្ររបស់អ្នកវិនិយោគគឺត្រូវមានការអត់ធ្មត់បំផុតហើយសត្រូវធំបំផុតគឺការធុញទ្រាន់ដែលមានការភ័យខ្លាចពេលឃើញទីផ្សារមានការប្រែប្រួលធ្លាក់ចុះក្នុងរយៈពេលខ្លីហើយទី2គឺចិត្តសាស្ត្ររបស់អ្នកជួញដូរបើសិនជាយើងនិយាយសួរអ្នកជួញដូរត្រូវតែគោរពទៅតាមវិន័យហើយសត្រូវធំបំផុតរបស់ trader ឬក៏អ្នកជួញដូរគឺភាពលោភលន់និងការចង់សងសឹកទីផ្សារការជួញដូរដោយផ្ដល់ផលចំណេញលឿនតែហានិភ័យនៃការដេក account ក៏ខ្ពស់ទៅតាមនឹងដែរបើសិនជាយើងមិនចេះប្រើ stop loss ឲ្យមានភាពច្បាស់លាស់ហើយសរុបមកវិញការវិនិយោគគឺសម្រាប់ការសាងទ្រព្យសម្បត្តិចំណែកការជួញដូរគឺសម្រាប់ការបង្កើនប្រាក់ចំណូលសម្រាប់ខ្ញុំយុទ្ធសាស្ត្រវៃឆ្លាតបំផុតគឺធ្វើទាំងពីរបែងចែកទុនមួយចំណែកសម្រាប់វិនិយោគរយៈពេលវែងតាមនមូមានរបស់លោក Warren Buffett និងទុកទុនមួយចំណែកទៀតសម្រាប់ជួញដូរគេចំណេញប្រចាំថ្ងៃពីទីផ្សារហើយជាចុងក្រោយតើបងប្អូនហងៃជា investor ឬក៏ជា trader ឬក៏យើងធ្វើទាំងពីរអាច comment ប្រាប់ខ្ញុំផងហើយកុំភ្លេច follow SA News សម្រាប់ចំណេះដឹងវិភាគទីផ្សារស៊ីជម្រៅជួបគ្នានៅវីដេអូបន្ទាប់